បាទនេះជាប្រភេទដើមដែលនៅព្រិច giờ chùa បាទចូលជួអានេះរូបពិតពុកម៉ែបងប្អូននេះរូបពិត cái hai xây thì chúng ta បាទរូបពិតនេះទំនៅទូចទូចទេបាទហើយដើមនេះគឺនៅព្រិចឥឡូវបានមកដល់បាទស្រុកខ្មែរបាទកំពុងសាក់លបងក្នុងការដាំផងដែរហើយបាទបងប្អូនគាត់ភ្លេចឈ្មោះបាទហើយយើងពុកម៉ែបងប្អូនបើស្គាល់បាទអាច comment ម្នាក់មួយតែហ្នឹងគេដាំយកជ័រយកវាធ្វើជ័រធ្វើអីបង chùa bây giờ đập thơ ơi cái ốp không có tục nữa អូអានេះគឺយើង là việc đưa dân chùa làm chăn này បាទមានន័យថាយើង đam làm chăn ថាប្រយោជន៍របស់វាគឺយើងដាំយកជ័រវាដើម្បីធ្វើដូចជាដុតដើម្បីឲ្យមានក្លិននៅក្នុងបន្ទប់ឬស្ថាគេឬអីផ្សេងៗអញ្ចឹងមានថាប្រយោជន៍ធំទេបាទពុកម៉ែបងប្អូនបាទដែលស្គាល់បាទអាចជួយ comment ម្នាក់មួយបាទ នេះឈ្មោះវាអី